រដ្ឋាភិបាលសម្រាប់បង្កើតក្រុមការងារគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិប៉ូចិនតុងរដ្ឋាភិបាលបានសម្រេចតែងតាំងសមាជិកក្រុមការងារអន្តរក្រសួងចំនួន14រូបដើម្បីសិក្សាអំពីការគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ូចិនតុងការបង្កើតក្រុមការងារនេះធ្វើឡើងតាមការស្នើសុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃបញ្យងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពីថ្ងៃទី5ខែមករាក្នុងចំណោមសមាជិកទាំង14រូបនោះមានឯកឧត្តមឈៀងវណ្ណរិទ្ធរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធានក្រុមការងារគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិប៉ូចិនតុងឯកឧត្តមជាអូនរដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងឯកឧត្តមផាន់ផល្លារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអនុប្រធានព្រមទាំងសមាជិកចំនួន11រូបផ្សេងទៀតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ូចិនតុងត្រូវបានបិទប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ដោយបានផ្ទេររាល់ប្រតិបត្តិការហោះហើរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិដេជោថ្មីតាមផែនការរបស់រដ្ឋាភិបាលទីតាំងអាកាសយានដ្ឋានអន្តរជាតិប៉ូចិនតុងនឹងត្រូវរៀបចំជាសួនសាធារណៈនិងរក្សាទុកជាទីលានបម្រុងបន្ទាន់របស់វិស័យអាកាសចរណ៍